ទូរទស្សនិកជនជាទីគោរពប្រជាពុទ្ធបរិស័ទរាប់ពាន់នាក់មកជួបជុំគ្នាចូលរួមដង្ហែទានចំណាំព្រះវស្សានិងគ្រឿងបរិក្ខារវស្សាចាំបាច់ជាច្រើនទៅវេប្រគេនព្រះសង្ឃដែលត្រូវគង់ចាំវស្សានីអារាមវត្តលើភ្នំកាច់ចង្កូតបុរីការធ្វើបុណ្យកុសលតាមជំនឿសាសនាគឺជាប្រពៃណីទំនៀមទម្លាប់យ៉ាងខ្ជាប់ខ្ជួននិងជាសកម្មភាពក្នុងការធ្វើបុណ្យធ្វើទាននៅក្នុងវិស័យព្រះពុទ្ធសាសនាដែលបង្ហាញយ៉ាងច្បាស់អំពីសទ្ធាជ្រះថ្លានិងការរួបរวมគ្នាយ៉ាងរឹងមាំរបស់ពុទ្ធបរិស័ទជិតឆ្ងាយរាប់ពាន់នាក់មកតាមបណ្ដាខេត្តក្រុងទាំង25មកជួបជុំនៅរមណីយដ្ឋានរាជធានីលង្វែកដើម្បីរៀបចំពិធីដង្ហែទានចំណាំព្រះវស្សានិងគ្រឿងបរិក្ខារវស្សាចាំបាច់ប្រើប្រាស់ទៅវេប្រគេនព្រះសង្ឃដែលត្រូវគង់ចាំវស្សានាអារាមវត្តលើភ្នំកាច់ចង្កូតបុរីនៅក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ជាកិច្ចបញ្ចប់នៃពិធីបុណ្យពិធីនេះរៀបចំទៅបានបន្ទាប់ពីពិធីសិទ្ធិទានចំណាំព្រះវស្សាអស់រយៈពេល5ថ្ងៃ5យប់បានបញ្ចប់ទៅទានចំណាំព្រះវស្សាចំនួន10គូរួមនឹងគ្រឿងបរិក្ខារវស្សាចាំបាច់ផ្សេងទៀតត្រូវបានរៀបចំដង្ហែទៅកាន់វត្តចំនួន5រយៈពេល3ថ្ងៃក្រោមគំនិតផ្ដួចផ្ដើមដោយព្រឹទ្ធមេដាពន្ធវស្សាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភធម្មរាជទេវីសៀងសុកហឿងត្រូវជាម្ដាយបង្កើតលោកជំទាវអុកញ៉ានាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភគតិបណ្ឌិតសៀងច័ន្ទហេងអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍនិងជាស្ថាបនិករមណីយដ្ឋានរាជធានីលង្វែកដោយក្នុងថ្ងៃនេះលោកជំទាវអុកញ៉ានាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភគតិបណ្ឌិតសៀងច័ន្ទហេងមានប្រសាសន៍លើកឡើងថាក្នុងរដូវកាលចូលវស្សាបានឈានចូលមកដល់ប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនទូទាំងប្រទេសតែងបានរៀបចំពិធីដង្ហែទានចំណាំវស្សាទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានាដោយក្តីរីករាយនិងមានសទ្ធាជ្រះថ្លាជ្រាលជ្រៅដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាចំពោះព្រះរតនត្រ័យនិងរក្សាប្រពៃណីទំនៀមទម្លាប់ដូនតាជាពិសេសការរៀបចំពិធីនេះឡើងក្នុងថ្ងៃនេះក្នុងគោលបំណងថែរក្សាប្រពៃណីនិងផ្សព្វផ្សាយបន្តវេននៅវប្បធម៌និងទំនៀមទម្លាប់ព្រះពុទ្ធសាសនាឲ្យគង់វង្សទៅជំនាន់ក្រោយលោកជំទាវអុកញ៉ាសូមសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះតម្លៃនៃសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍដែលប្រទេសកម្ពុជាទទួលបានក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាព្រមទាំងការបន្តវេនដឹកនាំយ៉ាងរឹងមាំពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងការថែរក្សាសន្តិភាពនិងដឹកនាំមាគ៌ាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនតទៅមុខជាពិសេសបានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យដើរទន្ទឹមគ្នានឹងការអភិវឌ្ឍលើគ្រប់វិស័យដែលអាចធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្តប្រកបអាជីវកម្មបង្កើនសេដ្ឋកិច្ចនិងជីវភាពរស់នៅនិងមានសេរីភាពពេញលេញក្នុងការប្រតិបត្តិតាមជំនឿសាសនារៀបចំពិធីបុណ្យប្រពៃណីនិងបុណ្យផ្សេងៗដោយគ្មានការភ័យខ្លាចលោកជំទាវអុកញ៉ាបន្ថែមទៀតថាតេយ្យទានដែលបានវេនឹងប្រគេនដល់ព្រះសង្ឃគង់នៅអារាមវត្តលើភ្នំកាច់ចង្កូតបុរីនៅក្នុងស្រុកក្រគរខេត្តពោធិ៍សាត់នៅក្នុងថ្ងៃនេះទទួលបានទានចំណាំព្រះវស្សាមួយគូគ្រឿងបរិក្ខារវស្សាដែលចាំបាច់ក្នុងការប្រើប្រាស់ព្រមទាំងគ្រឿងឧបភោគបរិភោគសរុបចំនួន21និងប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃក្នុងកម្មវិធីបុណ្យផងដែរ